សង្ក្រាន្តកំពង់ចាមរយៈពេល3ថ្ងៃទទួលបានការចូលរួមពីពលរដ្ឋនិងភ្ញៀវទេសចរប្រមាណជិត3លាននាក់មកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ដែលមានរយៈពេល3ថ្ងៃគិតចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាឆ្នាំ2025នេះឯកឧត្តមអ៊ុនចិនដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងលោកជំទាវនិងឯកឧត្តមក្លូតផនប្រធានក្រុមប្រឹក្សាខេត្តអមដំណើរដោយមន្ត្រីពាក់ព័ន្ធលោកបានអញ្ជើញបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមអមដោយពិធីសាសនាប្រពៃណីនានាជាពិសេសគឺការដាក់បង្ហាញលៀសហាល3តោនប្រវែង1000ម៉ែត្របរិភោគដោយសេរីទទួលបានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេសប្រមាណជា2,074,8228 នាក់តួរលេខបឋមលោកសៀនសកុលប្រធានមន្ត្រីទេសចរខេត្តកំពង់ចាមក៏បានឲ្យដឹងថាដើម្បីបង្កភាពសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនបងប្អូនប្រជាពលរដ្ឋឯកឧត្តមអ៊ុនចិនដាអភិបាលខេត្តកំពង់ចាមលោកបានណែនាំឲ្យមន្ទីរពាក់ព័ន្ធសហការរៀបចំសង្ក្រាន្តកំពង់ចាមនៅវាលស្មៅមុខសាលាខេត្តដោយមានភ្ញៀវទេសចរមកលេងកម្សាន្តយ៉ាងច្រើនកកជាក់ស្ដែងនៅថ្ងៃទី14មានប្រជាពលរដ្ឋចំនួន91317នាក់និងភ្ញៀវបរទេសចំនួន126នាក់សរុប93443នាក់នៅថ្ងៃទី15មានប្រជាពលរដ្ឋចំនួន1,011,827នាក់និងភ្ញៀវបរទេសចំនួន141នាក់សរុប1,011,968នាក់នៅថ្ងៃទី16មានប្រជាពលរដ្ឋចំនួន75,872នាក់និងភ្ញៀវបរទេសចំនួន86នាក់សរុប709,958នាក់ជាមួយគ្នានោះលោកសៀនសកុលប្រធានមន្ទីរទេសចរក៏បានឲ្យដឹងដែរថាចំពោះបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅថ្ងៃសង្ក្រាន្តទាំង3ថ្ងៃសម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះវិញគឺពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយពោលគឺអាស្រ័យដោយមានការរៀបចំពីឯកឧត្តមអ៊ុនចិនដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមដែលបានដាក់កម្លាំងយាមកាមនៅក្នុងមូលដ្ឋានដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋទូទៅនៅគ្រប់មជ្ឈដ្ឋានផងដែរ